អ្នកគ្នាដែលឆ្ងល់ថា website គេធ្វើបែបម៉េចសួស្តីអ្នកគ្នាខ្ញុំឈ្មោះវតីខ្ញុំគឺជាសិស្សនិស្សិតសាកលវិទ្យាល័យម្នាក់នៅពេលដែលខ្ញុំបានឮអំពីវគ្គសិក្សា website development ហើយនិង UI design របស់ Sister of Code មកខ្ញុំពិតជាចង់សិក្សាមែនទែនប៉ុន្តែខ្ញុំអត់ប្រកាសទេថាខ្ញុំអាចសិក្សា program នេះបានក្នុងពេលដំណើរគ្នាជាមួយនឹងសាកលវិទ្យាល័យរបស់ខ្ញុំប៉ុន្តែជាការល្អមែនទែនដោយសារតែការសិក្សាវគ្គនេះគឺធ្វើឡើងនៅថ្ងៃអាទិត្យចង់បានន័យថាខ្ញុំអាចផ្ដោតទៅលើការសិក្សានៅក្នុងសាកលវិទ្យាល័យបានក៏ដូចជាការសិក្សាទៅលើ program របស់ Sister of Code បានផងដែរការសិក្សាវគ្គនេះគឺពិតជាមានសារៈសំខាន់បំផុតសម្រាប់សិស្សនិស្សិតដែលកំពុងតែចង់ស្វែងរកបង្កើតជំនាញថ្មីមួយទៀតក្រៅពីការសិក្សានៅក្នុងសាកលវិទ្យាល័យនៅក្នុងវគ្គសិក្សានេះគឺយើងមិនផ្ដោតទៅលើតែទ្រឹស្ដីប៉ុណ្ណោះទេប៉ុន្តែយើងក៏រៀនបង្កើត website user interface ហើយក៏ដូចជាគិតអំពី experience របស់អ្នកប្រើប្រាស់ផ្ទាល់តែម្ដងនៅក្នុងប្រជែងនីមួយៗយើងមានការវឹកហាត់ជាក់ស្ដែងហើយវាមាន mini challenge ជាច្រើនសម្រាប់យើងនៅក្នុងវគ្គសិក្សាមួយនេះអ្វីដែលធ្វើឲ្យខ្ញុំមានការភ្ញាក់ផ្អើលបំផុតគឺភាពជឿជាក់របស់ខ្ញុំដែលបានកើតមានឡើងនៅក្នុងការសិក្សាវគ្គនេះហើយក៏ដូចជាបន្ទាប់ពីការសិក្សាវគ្គនេះហើយដែរនៅក្នុងការសិក្សាវគ្គនេះពួកយើងមិនមែនរៀនត្រឹមតែ coding ឬក៏ design ប៉ុណ្ណោះទេប៉ុន្តែយើងក៏រៀនអំពីការដោះស្រាយបញ្ហាជាក់ស្ដែងយើងរៀនធ្វើការងារជាក្រុមក៏ដូចជាការផ្លាស់ប្ដូរគំនិតឲ្យភាពជា professional designer ប្រសិនបើជាអ្នកនរគ្នាគឺជានិស្សិតដែលកំពុងតែសិក្សានៅក្នុងសាកលវិទ្យាល័យហើយចង់ទទួលបាននូវជំនាញ digital ជាក់ស្ដែងដែលលើសពីការសិក្សានៅក្នុងសៀវភៅអ្នកនរគ្នាអាចចូលរួមជាមួយនឹង Sister of Code បានកម្មវិធីបណ្ដុះបណ្ដាលជំនាញការងារបើកទទួលពាក្យសុំចូលរៀនចាប់ពីឥឡូវនេះរហូតដល់ថ្ងៃទី23ខែមីនា ឆ្នាំ2026អ្នកទាំងអស់គ្នាអាចធ្វើការចុះឈ្មោះតាមរយៈ QR code ឬតំណភ្ជាប់នៅក្នុង caption ខាងលើ